និយាយពីថាកូនខ្ញុំឲ្យតែថាបានប៉ះដីលេងដីមកដៃស្និទ្ធទាំងពីរនាក់តែម្ដងឥឡូវហ្នឹងគឺថាដល់វគ្គលាយដីសម្រាប់បដោះគ្រាប់ពូជចឹងណាបងប្អូនមានអាដីរៀងរបៀបកណាំងឈើតិចតិចហើយនឹងរបៀបម៉ត់ដូចកូនស្រីខ្ញុំកំពុងធ្វើចឹងណាអាកណាំងឈើនេះគឺខ្ញុំទិញគេទេបងប្អូនតែអាខាងមុខនេះអាកន្លែងរបស់កូនខ្ញុំកំពុងតែលាយហ្នឹងណាអាហ្នឹងគឺខ្ញុំលាយខ្លួនឯងខ្លះប៉ុន្តែយើងត្រូវតែមានវត្ថុធាតុដើមខ្លះយើងទិញគេដែរអញ្ចឹងគាត់ថានេះយើងធ្វើខ្លួនឯងវាចំណេញច្រើនជាងពួកអីដីពេលដែលយើងទិញគេអាសម្រាប់បដោះគ្រាប់ពូជហ្នឹងបងប្អូនមួយបាវថ្លៃដែរហ្នឹងឥឡូវមួយបាវវាមកល្មមតូចល្មមតិចលេងចូលចិត្ត20 រៀលជាងក៏មានដែរអញ្ចឹងវាថ្លៃគួរសមប៉ុន្តែបើយើងយកលុយហ្នឹងមកបែងចែកទិញអានេះយកមកលាយខ្លួនឯងវិញវាអស់តិចជាងអញ្ចឹងបងប្អូនមានដីខ្សាច់យើងយកពីបោយមកហើយអានេះគឺកាដូងហ្នឹងគឺខ្ញុំត្រាំទឹកត្រាំអីហើយទៅវាស្ងួតទៅខ្ញុំយកវាមករែងអញ្ចឹងណាបងប្អូនយើងទិញអាសកៃដូងគេកិនហើយស្រាប់ជាកញ្ចប់នៅបាននេះណាបន្ទាប់មកខ្ញុំរែងវាយកតែម៉ត់ទេតសៃខ្ញុំយកទៅដាក់ក្នុងធុងកប៉ុសហើយនឹងអានេះគឺគេហៅថាជីដីណាដែលយើងធ្វើចេញពីកាកសំណល់ផ្សេងហើយទៅវាคล้ายទៅជាដីខ្ញុំរែងវាបែបនឹងឯងហើយយកវាមកដាក់អញ្ចឹងមិញហ្នឹងគឺថាដីខ្សាច់2បោយអាសកៃដូងយើង3បោយហើយអានេះគឺ2បោយដែរមកដីកប៉ុសរបស់យើង2បោយហើយនឹងអានេះគឺផើឡាយហ្នឹងតែ1បោយទេតែបើបងប្អូនឃើញអាផើឡាយហ្នឹងរៀងស្ទើរឬក៏ដីខ្មៅយើងរៀងស្ទើរថែម1បោយណាអាដីកប៉ុសយើងអាចរៀងស្ទើរបងប្អូនអាចថែម1បោយទៀតទៅហើយផើឡាយហ្នឹងយើងដាក់តែ1បោយទៅបានហើយប៉ុណ្ណឹងមកបោយលើសបន្តិចបន្តួចទៅបានឲ្យទៅបានលបាយប៉ុណ្ណឹងមកគឺអូខេហើយអាហ្នឹងគឺយើងសម្រាប់យកមកបដោះគ្រាប់ពូជទូចណាបងប្អូននិយាយទៅគ្រាប់ពូជវាមានអាធំវាមានអាទូចអញ្ចឹងអាណាទូចយើងបដោះជាមួយនឹងអាដីរៀងម៉ត់អាណាធំយើងបដោះដីរៀងកណាំងឈើហើយដល់វគ្គនៃការបដោះវីដេអូមិញកូនប្រុសខ្ញុំលេងហ្នឹងណាអូនស្តបរីបងប្អូនអាចធ្វើការបដោះបែបហ្នឹងបានហើយយើងយកស្បោងមកគ្របណាពេលដែលយើងដាក់បដោះហើយអីហើយយើងគ្របដីហើយបងប្អូនអាចយកស្បោងមកគ្របទៅព្រោះដោយសារខែនេះនៅខាងខ្ញុំនៅរៀងត្រជាក់យប់ឡើងអញ្ចឹងយើងយកស្អីមកគ្របយកស្បោងមកគ្របក៏បានដែរគ្រាន់តែថាក្នុងវីដេអូនេះខ្ញុំអត់បានថតឲ្យបងប្អូនមើលទេគ្រាន់តែថារយគ្រាប់ដាក់គ្រាប់អីហើយឲ្យបងប្អូនមើលហ្នឹងគឺហើយពេលខ្លះទៅតតែថតវីដេអូតកាត់បន្តិចបងប្អូនព្រោះវែងពេកខ្លាច់មើលទៅវាយូរតែបើបងប្អូនចង់លំអិតចូលទៅមើល YouTube ខ្ញុំភាគច្រើនខ្ញុំបង្ហោះវីដេអូវែងហើយមានអាលំអិតវីដេអូចាស់ខ្ញុំនឹងច្រើនគួរសមដែរអញ្ចឹងណាពេលដែលខ្ញុំចាប់ផ្ដើមបដោះម្ដងបងប្អូនគឺខ្ញុំយកកតោមានអាទូចមានអាធំអញ្ចឹងទៅណាអាទូចខ្ញុំបដោះអាគ្រាប់ពូជទូចទៅអាណាធំខ្ញុំបដោះគ្រាប់ពូជធំអញ្ចឹងបដោះគ្រាប់ពូជធំបដោះគ្រាប់ពូជទូចនឹងអាស្រ័យទៅលើបងប្អូនចង់ធ្វើការដាំដំណាំប្រភេទអីហើយដំណាំណាដែលយើងញ៉ាំកុំព្យាយាមដាំដំណាំដែលយើងអត់ញ៉ាំយើងដាំហើយចោលណាដូចខ្ញុំអញ្ចឹងអូយពីមុនខ្ញុំពិថាចូលចិត្តដាំណាស់ហើយដាំហើយអត់ញ៉ាំទេបងប្អូនបីឲ្យគេអស់ហ្នឹងអញ្ចឹងឥឡូវអត់ទេខ្ញុំដាំតែដំណាំណាដែលខ្ញុំញ៉ាំទេនឹងមួយយ៉ាងវិញទៀតគ្រាប់ពូជខ្លះបងប្អូនគឺខ្ញុំដាំផ្ទាល់ដីតែម្ដងប៉ុន្តែពេលដែលខ្ញុំដាំផ្ទាល់ដីហ្នឹងគឺខ្ញុំយកអីទៅគ្របអញ្ចឹងណាដើម្បីកុំឲ្យសត្វវាមកកាយហើយការដាំដំណាំរបស់ខ្ញុំរៀបចំធ្វើការបដោះគ្រាប់ពូជពីឥឡូវហ្នឹងអញ្ចឹងប៉ុន្តែខ្ញុំទៅធ្វើការរៀបចំដីទុកជាមុនទៀតអញ្ចឹងដូចអាទិត្យមុនអញ្ចឹងបងប្អូនឃើញការរៀបចំដីការអីរបស់ខ្ញុំហ្នឹងខ្ញុំធ្វើការដាក់កាកសំណល់ផ្សេងហើយខ្ញុំគ្របដីពីលើហើយអីអញ្ចឹងណាសម្រាប់ធ្វើការដាំព្រោះអាកាកសំណល់ហ្នឹងវានឹងខ្លាយទៅជាជីនៅថ្ងៃខាងមុខពេលបងប្អូនចង់ដាំតកួនណាបងប្អូនត្រូវចាំតដូលខែ9អីណានៅពេលដែលវាអន់រៀងអន់ត្រជាក់ខ្លាំងណានឹងចាំបងប្អូនដាំទៅដឹងទៅដុះហើយដាំបងប្អូនអាចធ្វើការត្រាំគ្រាប់ពូជហើយយកទៅដាក់ដាំក៏បានយើងដាំផ្ទាល់ដីក៏បានដូចខ្ញុំអញ្ចឹងប៉ុន្តែពេលដែលខ្ញុំដាំផ្ទាល់ដីអញ្ចេះគឺខ្ញុំតែងតែយកអីមកគ្របដើម្បីជៀសវាងកុំឲ្យសត្វមកកាយអញ្ចឹងណាបើសិនជាបងប្អូនមានសំណួរឬចម្ងល់អីអាចឆាតសួរបានឬក៏ comment ពីខាងក្រោមហ្នឹងណាហើយវីដេអូរបស់ខ្ញុំហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំនឹងធ្វើការព្យាយាមថតវីដេអូបន្ថែមទៀតតាក់ទងនឹងការបដោះគ្រាប់ពូជការដាំគ្រាប់ពូជបន្តបន្ទាប់នៅខែ Spring